រឿងភ្នំសោចនៅក្នុងភូមិមានគ្រួសារមួយមានកូនប្រុសពីរនាក់ពួកគេរស់ជាប់ជើងភ្នំបងប្អូនទាំងពីរនេះមានចរិតមិនដូចគ្នាទេកូនប្រុសច្បងចូលចិត្តដើរលេងសប្បាយមិនរវល់ជួយធ្វើកិច្ចការឪពុកម្ដាយទេឯកូនប្រុសពៅវិញជាមនុស្សឧស្សាហ៍ធ្វើការមិនទំនេរដៃហើយព្យាយាមរៀនសូត្រអានសៀវភៅចង់ចេះចង់ដឹងទៀតផងអស់កាលកន្លងទៅជាយូរខែឆ្នាំឪពុកម្ដាយបុរសទាំងពីរនាក់បានបាត់បង់ជីវិតទៅនៅសល់តែបុរសពីរនាក់បងប្អូនបងប្រុសជាមនុស្សមានចិត្តមិនទៀងត្រង់សំអាងថាខ្លួនជាបងទាមទារចែកទ្រព្យសម្បត្តិសល់ពីឪពុកម្ដាយនិងតាំងខ្លួនធ្វើជាមេចំណែកប្អូនប្រុសក៏យល់ព្រមឪពុកម្ដាយយើងស្លាប់អស់ហើយបងគិតថាយើងគួរតែចែកទ្រព្យសម្បត្តិគ្នាទៅប្រកបរបររស់នៅចិញ្ចឹមជីវិតរៀងៗខ្លួនព្រោះយើងធំអស់ហើយណាមួយយើងគ្មានអ្នកទីពឹងផងតើប្អូនយល់យ៉ាងណាដែរបាទបងអ្នកចាត់ចែងចុះប្អូនមិនថាអីទេអញ្ចឹងទុកឲ្យបងជាអ្នកចាត់ចែងទ្រព្យសម្បត្តិទៅចុះនិយាយរួចហើយបងប្រុសប្រមូលដីផ្ទះក៏ក្របីជារបស់ខ្លួនទាំងអស់ចំណែកប្អូនប្រុសក៏ទៅប្រមូលបានតែសៀវភៅមួយក្បាលឆ្មាមួយក្បាលនិងឆ្កែមួយក្បាលនិងសម្ភារៈប្រើប្រាស់មួយចំនួនតែប៉ុណ្ណោះបើដូច្នោះបងយកដីផ្ទះនេះគោក្របីជាដើមចំណែកប្អូនឯងវិញយកប៊ិចសៀវភៅសម្ភារៈនិងឆ្កែឆ្មានិងវត្ថុស្រាលមួយចំនួនទៀតចោះដឹងទេបងប្រុសបងចែកដូចនេះដូចជាមិនស្មើគ្នាសោះណែអាប្អូនយើងជាបងរបស់ឯងយើងត្រូវតែបានច្រើនជាងឯងហើយឯងត្រូវតែស្ដាប់យើងបើបងចង់បានដូច្នោះហើយខ្ញុំនឹងធ្វើតាមបងខ្ញុំមិនប្រកែកនឹងបងទេណែឆ្កែនិងឆ្មាឯងត្រូវទៅនៅជាមួយនឹងយើងដឹងនេះចាប់ពីពេលនេះតទៅយើងលែងរស់នៅទីនេះទៀតហើយអូម៉ែវពេលប្រមូលរួចរាល់ហើយប្អូនប្រុសក៏លាបងប្រុសទៅសង់កូនខ្ទមមួយរស់នៅជិតជើងភ្នំដើម្បីប្រកបរបរចិញ្ចឹមជីវិតអញ្ចឹងខ្ញុំគិតលាបងទៅសង់កូនខ្ទមរស់នៅក្បែរជើងភ្នំម្ដងហើយនិងប្រកបរបរស្រែចម្ការដើម្បីចិញ្ចឹមជីវិតទៅចុះប្អូនសុខសប្បាយតាមផ្លូវបុរសប្អូនជាមនុស្សតស៊ូព្យាយាមជារៀងរាល់ថ្ងៃខិតខំកាប់គាស់ដីធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតប្អូនប្រុសធ្វើការហត់នឿយណាស់រាល់ព្រឹកគេតែងតែឆ្លៀតពេលអានសៀវភៅមិនដែលអាក់ខានឡើយការអានសៀវភៅនិទានរឿងព្រេងនេះធ្វើឲ្យភ្នំចាស់មួយដែលធ្លាប់តែដេកលក់រាប់ពាន់ឆ្នាំក៏ភ្ញាក់ដឹងខ្លួនហើយរងចាំស្ដាប់អ្នកណានិទានរឿងពីរោះយ៉ាងនេះពិតជាគួរឲ្យចង់ស្ដាប់ណាស់យើងមិនដែលបានឮនរណានិទានដូចនេះពីមុនមកសោះភ្នំចាស់តែងតែរងចាំស្ដាប់បុរសជាប្អូនអានសៀវភៅរៀងរាល់ព្រឹកដល់ពេលភ្ជួរដីធ្វើស្រែបុរសប្អូនគ្មានគោក្របីភ្ជួរក៏យកឆ្កែនិងឆ្មាទៅអូសជានឹងគាល់ជំនួសគោក្របីយើងគ្មានគោក្របីភ្ជួរនឹងគេទេដូច្នេះយើងយកឯងទាំងពីរទៅភ្ជួរជំនួសហើយណាម៉ែវភ្នំចាស់ឃើញដូច្នេះក៏ផ្ទុះសំណោចយ៉ាងខ្លាំងមិនដែលឃើញទេអ្នកណាយកឆ្កែឆ្មាមកភ្ជួររស់បែបនេះមើលទៅពួកវានេះពិតជាគួរឲ្យអស់សំណើចណាស់សំណើចរបស់ភ្នំចាស់បានធ្វើឲ្យដីមាសយ៉ាងច្រើនរង្គើធ្លាក់ចេញមកបុរសប្អូនក៏ស្ទុះចុះទៅរើសដុំដីមាសមួយចំនួនយកមកទុកមាសច្រើនណាស់ជំរឿទឹកសិនមាសច្រើនណាស់តែប៉ុណ្ណេះជំលែងក្រលំបាកទៀតហើយខ្ញុំយកតែប៉ុណ្ណេះគ្រប់ល្មមដែលអាចរស់នៅចិញ្ចឹមជីវិតបានចាប់តាំងពីពេលនោះមកប្អូនប្រុសក៏មានទ្រព្យសម្បត្តិរស់នៅធូរធារមានផ្ទះធំមានគោក្របីមិនខ្វះដំណឹងនេះបានលេចឮដល់បងប្រុសគេបងប្រុសក៏ប្រញាប់មកសួរប្អូនហេតុអីបានជាគេរកស៊ីមានបានលឿនយ៉ាងនេះ
ត្រូវហើយបងខ្ញុំឥឡូវនេះមានជីវិតធូរធារប្រសើរជាងមុនគឺដោយសារតែ ប្អូនក៏និយាយប្រាប់បងប្រុសរឿងភ្នំសោចសពគ្រប់ទាំងអស់ដោយសារតែចិត្តលោភលន់បរោះជាបងក៏ប្រគល់ដីផ្ទះឲ្យប្អូនប្រុសទាំងអស់រួចបដូរយកសៀវភៅនិងឆ្កែឆ្មារបស់ប្អូនវិញបរោះជាបងបានធ្វើត្រាប់តាមប្អូនប្រុសគោលបំណងដើម្បីបានដីមាសតែគេមិនបានអានសៀវភៅរៀងរាល់ព្រឹកដោយប្អូនទេគ្រាន់តែយកឆ្កែនិងឆ្មាទៅអូសនាងកលប៉ុណ្ណោះ ចាំមើលណាតែពេលណាភ្នំនឹងសើចយើងនឹងយកមាសឲ្យច្រើនជាងឯងទៀតណាបងអូនពេលនោះយើងនឹងខ្លាចជាអ្នកមានជាងឯងហើយមានបរិមម្នាក់ទៀតហើយយកឆ្កែនិងឆ្មាមកព្យួររស់ទៀតហើយគួរឲ្យអស់សំណើចណាស់ ពេលនោះភ្នំចាស់ក៏ផ្ទុះសំណើចហើយក៏ធ្លាក់ដីមាសចេញមកដូចមុន អាហានំសើចហើយតើ ឃើញមាសច្រើនយ៉ាងនេះបរោះជាបងកាន់ថងធំមួយក៏រត់ចូលទៅរើសដោយសារតែចិត្តលោភលន់គេរើសមាសមិនព្រមឈប់សោះគេខំប្រមូលដុំមាសទាំងអស់ដាក់កោពេញក្នុងរូងភ្នំដុំមាសនៅតែធ្លាក់ចុះមកគេនៅតែខំប្រឹងប្រមូលទុកបញ្ចេញពីរូងភ្នំទេ មាសច្រើនណាស់ពិតជាសំណាងធំមែនហើយយើងនឹងប្រមូលយកឲ្យអស់ តែប៉ុណ្ណេះយើងខ្លាចជាអ្នកមានមិនខានឡើយ ភ្នំចាស់រងចាំស្ដាប់សំឡេងអានសៀវភៅនៅតែមិនលឺអ្វីសោះយូរទៅភ្នំចាស់ងងុយដេកក៏បិទភ្នែកដេកលង់លក់ទៅ មិនក៏ថ្ងៃនេះស្ងប់ស្ងាត់យ៉ាងនេះគ្មានអ្នកណានិទានរឿងអ្វីសោះយើងចាំយូរហើយងងុយដេកណាស់ ពេលបិទភ្នែកដេកភ្នំចាស់បិទទាំងមាត់ថែមទៀតផងធ្វើឲ្យមាត់ច្រកចូលរូងភ្នំត្រូវបិទជិត មានរឿងអីហ្នឹងឯណាផ្លេចចេញទៅចាំមិនចេះអត់ទេជួយផង បរោះជាបងរកច្រកចេញមិនរួចមិនអាចចេញពីរូងភ្នំបានក៏បានបាត់បង់ជីវិតនៅក្នុងរូងភ្នំជាមួយនឹងដុំមាសទាំងអស់នោះទៅចំណែកឯបរោះដែលមានចិត្តទៀងត្រង់ដូចបរោះជាប្អូនមានជីវិតរស់នៅយ៉ាងសុខសាន្តគេបានយកមាសមួយចំនួននោះទៅចំណាយសាងសង់ជាសាលារៀនជាច្រើនកន្លែងសម្រាប់ឲ្យកុមារខ្វះខាតក្រីក្រជាច្រើននាក់បានរៀនសូត្រចេះដឹង ដាក់វានៅកន្លែងនេះសមសាលានេះសាងសង់បែរមុខទៅទិសខាងកើតបាទលោកខ្ញុំនឹងរៀបចំជូនលោក រាល់ពេលដែលអានសៀវភៅបរោះជាប្អូនតែងតែនឹកឃើញដល់បងប្រុសរបស់គេជានិច្ច បងប្រុសអើយព្រោះតែការលួបលន់បានធ្វើឲ្យបងប្រុសជួបក្តីអន្តរាយរហូតដល់បាត់បង់ជីវិតបែបនេះ